นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะเนมีปุถยังติโลกักยังเยยะสาเกะระปาระกุมเพเวียเพเวกรังธรรมังกุนันจะกุเนสากรังวิสุทธกะรนายินังปุถยังสัมพุทธโปจิตังธรรมังสัทธรรมสัมภูตังวันตีสังแข็งนิรังกนังសូមលើកហាត់ថាប្រណំបំគុំផ្ចង់ចំពោះដល់អង្គព្រះសម្ពុទ្ធទ្រង់គុណឧត្តមប្រសើរបំផុតទ្រង់គុណបរិសុទ្ធផុតលោកកាបង្គំព្រះធម៌ទៀតជាពីរដែលព្រះមុនីសាស្ត្រាចារ្យទ្រង់ត្រាស់សម្ដែងថ្លែងទេសនាព្រោះទ្រង់ករណាអសូរស័ព្ទបង្គំព្រះសង្ឃទៀតជា3សាវកចិនស្រីលោកប្រណិបត្តិញ៉ាំញីកិលេសឲ្យខ្ចាយខ្ចាត់វិនាខ្ចាយបាត់ចាកសន្តានបុណ្យនេះមានន័យថាអ្នកនៅរស់ផ្ញើសហុយបញ្ជូនទៅឲ្យអ្នកស្លាប់អ្នកនៅរស់ធ្វើជូនអ្នកស្លាប់តក្ខិណានុបទានហ្នឹងតាមមទិសតាមហុចតាមថ្វាយតាមជូនតក្ខិណាតិបណៈប្រលោកកាំងសត្តហត្ថថ្វាទាតបទានហ្នឹងតក្ខិណាទានដែលបុគ្គលជឿថាមានលោកដតីមានកំណើតដតីអ្នកស្លាប់ទៅមុខតែនៅកើតកំណើតណាមួយហើយក៏យើងផ្ញើសហុយហ្នឹងឧទ្ទិសជូនទៅតខន្តិវត្ថន្តិអេតាយសត្តាហេសម្បត្តិហេវាសមិច្ឆន្តាទានដែលគេប្រាថ្នានាំឲ្យសម្រេចសម្បត្តិគ្រប់យ៉ាងដោយគេប្រាថ្នាចង់ឲ្យបានផលទៅលោកឪពុកអ្នកម្ដាយទាតបទានហ្នឹងជាតក្ខិណាទានដែលបុគ្គលជឿនៅកម្មនិងផលហើយក៏ធ្វើពិបាកស្ដាប់សរុបដោយខ្លីតាមឧទ្ទិសតាមហុចតាមថ្វាយតាមជូនសរុបឲ្យខ្លីងាយយល់ទៅទៀតថាពិធីផ្ញើសហុយទៅឲ្យអ្នកស្លាប់តក្ខិណានុបទានហ្នឹងគឺគេផ្ញើសហុយទៅឲ្យអ្នកស្លាប់បើយើងផ្ញើតាមវិញតាមអ៊ីម៉ាន់នីទ្រូម៉ាន់នីក្រែងស្រុកគាត់ហ្នឹងវាអត់មានវិញម្លោះហើយមានវិធីមួយយ៉ាងផ្ញើតាមរយៈធ្វើជាមួយប្រសង់គេហៅថាសង្ឃតាតក្ខិណាទានឬក៏ជូនយាយជូនតាអាចារ្យគេហៅថាដល់ព្រមដល់បុគ្គលគួរបូជាហើយគេផ្ញើតាមរយៈហ្នឹងគេឧទ្ទិសជូនទៅបើគេផ្ញើតាមវិញអ៊ីម៉ាន់នីទ្រូម៉ាន់នីតាមធនាគារគេមានអង្គ3បើខ្វះអង្គ3ផ្ញើអត់បានទី1ម្ចាស់អ្នកផ្ញើហ្នឹងដាក់លុយចូលធនាគារទី2គេបានលេខកូដហើយគេប្រាប់លេខកូដទៅអ្នកទទួលទី3អ្នកទទួលមកដកយក3នឹងឯងហើយបើមិន3នឹងទេអត់បានទេដល់តែផ្ញើទៅអ្នកស្លាប់ក៏3ស្តៀងគ្នាដែរទី1គេឲ្យម្ចាស់បុណ្យចូលប្រគេនផ្ទាល់លបុលប៉ុណ្ណាក៏ដោយត្រូវចូលប្រគេនខ្លួនឯងផ្ទាល់ដូចដាក់លុយចូលដែរទី2ម្ចាស់បុណ្យអ្នកឧទ្ទិសខ្មោចអ្នកស្លាប់មានរាប់លានខ្មោចតើយើងចង់ធ្វើឲ្យខ្មោចណាតើតែប្រាប់ឲ្យចំឈ្មោះខ្មោចមកឈ្មោះដូននេះយាយនេះតានេះចឹងទៅហាក់ដូចឲ្យលេខកូដទៅគាត់បានសិទ្ធមកទទួលបានអាហ្នឹងដូចឲ្យលេខកូដដែរទី3អ្នកស្លាប់នឹងមកទទួលដកយកគឺមកអនុមោទនានឹងបានហើយចុះបើអ្នកស្លាប់នឹងមិនដឹងទេបានអាចារ្យគាត់ជួយខាងដើមមុននឹងវេគាត់អញ្ជើញទេវតាដល់ទៅវេចប់ទេវាគាត់ថ្វានិវេទយងផ្ដាំផ្ញើបុណ្យកុសលនេះតាមទេវតាឲ្យនាំដំណឹងទៅប្រាប់ទេវតានាំទៅប្រាប់ទទួលបានដូចគ្នាអញ្ចឹងសរុបទៅបេះដូងបុណ្យនៅកន្លែងណានៃសំខាន់តក្ខិណានុបទានមានតែ3ហ្នឹងទេបេះដូងបុណ្យប្រហែលជា5នាទីទៅ10នាទីអាកន្លែងចូលឧទ្ទិសកន្លែងចូលប្រគេននឹងតម្រងហើយចុះអាក្រៅពីនោះអាម៉េចមានកុនមានលខោនមានលបែងមានលបាំឆាយយ៉ាំឡាំជាគេបច្ចេញហោហេពេញទឹកពេញដីកត្រឹមកត្រាក់ញាក់កន្ត្រាក់រំត្រំដីតន្ត្រីពិនពេតអនិតកងស្គររហូតទៅដល់អកកេះអកកដងអកកំប៉ុងអកដបអីសពយ៉ាងនោះអានឹងវាគ្រាន់តែជាបរិវារបុណ្យទេប៉ុន្តែដែលបេះដូងបុណ្យនឹងឯងគឺវានៅត្រង់អាចូលប្រគេនមួយឧទ្ទិសមួយហើយនឹងអ្នកស្លាប់មកទទួលទោះបីមានលខោនមានជីកេប្រមាណយប់ក៏ដោយតែម្ចាស់បុណ្យអត់បានមកចូលឧទ្ទិសមកចូលប្រគេនបុណ្យនឹងសបាយតែអ្នកនៅរស់ល្អមើលតែអ្នកនៅរស់ប៉ុន្តែអ្នកស្លាប់អត់ល្អហូបទេចឹងហើយបានជាអាចារ្យតែងតែប្រកាសអញ្ជើញឲ្យញោមញាតចូលប្រគេនដោយរំលឹកថាតក្ខិណានុបទានគេត្រូវធ្វើប្រកបដោយអង្គ3
ទី1បូជនីយសម្បទាដល់ព្រមដល់បុគ្គលគួរបូជាជូនទៅយាយជូនទៅតាជូនទៅអាចារ្យប្រគេនទៅប្រសង់សង្ឃាភិក្ខុបតតិតា